លោកថៃសង្វារៀមជំរាបសួរបាទជំរាបសួរបងបាទដំណើរការទីផ្សារមូលបត្រកម្ពុជាកំពុងតែបោះជំហានទៅរកការបើកទ្វារលូដូដែលយើងឃើញថាមានក្រុមហ៊ុនរដ្ឋមួយគឺរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញកំពុងតែរៀបចំបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងដែលគេហៅតាមភាសាអង់គ្លេសថា IPO ទី1ខ្ញុំចង់សួរថាតើអ្វីទៅជាការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងហ្នឹងហើយវាមានដំណើរការទៅដូចម្តេចខ្លះបាទសូមអរគុណសំណួរបងឌីណាបាទខ្ញុំសូមបោះផ្សាយនៅសំណួរថាការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងដែលភាសាបច្ចេកទេសគេឲ្យហៅឈ្មោះថា IPO Initial Public Offering បាទគឺសំដៅទៅដល់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដែលមិនធ្លាប់បានបោះផ្សាយជាលក់ជាសាធារណៈពីមុនមកដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតឬនីតិបុគ្គលប្រតិស្រុតខ្ញុំសូមអនុញ្ញាតធ្វើការបកស្រាយទូទាស់នៅដំណាក់កាលសំខាន់នៃយន្តការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះលើកដំបូងនេះបាទទី1គឺការដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈទៅគណៈកម្មាធិការមូលបត្រកម្ពុជាហៅកាត់ថាគោមកកហើយបន្តមកទី2គឺគណៈកម្មាធិការមូលបត្រកម្ពុជាធ្វើការវិតម្លៃលើពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈហើយជាពិសេសទៅឯកសារផ្ដល់ព័ត៌មានមុននឹងផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈជូនក្រុមហ៊ុនបោះផ្សាយបន្តមកដំណាក់កាលបន្ទាប់គឺ book bidding ក្រោយពីបានទទួលការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈក្រុមហ៊ុនបោះផ្សាយដែលមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រត្រូវរៀបចំធ្វើការកំណត់ថ្លៃលក់មូលបត្រតាមរយៈវិធីសាស្ត្រហៅ book bidding ពោលគឺជាការដេញថ្លៃលក់មូលបត្រមុននឹងឈានដល់ការកំណត់ថ្លៃមូលបត្រហើយបន្តមកដំណាក់កាលទី4គឺការអនុញ្ញាតជាផ្លូវការពីគោមកកលើលក្ខខណ្ឌនៃសំណើលក់ហៅថា term of offer និងទទួលបាននូវការអនុញ្ញាតនិងការចុះបញ្ជីឯកសារផ្ដល់ព័ត៌មានទី5គឺការធ្វើបរិវិសាសកម្មមូលបត្រហើយនឹងចុងបញ្ចប់គឺជាការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលហៅកាត់ថា CSX ហើយតើតើនឹងដំណើរការនេះសូមប្រិយមិត្តអ្នកស្ដាប់អាននៅគោលការណ៍ណែនាំនៃគណៈកម្មាធិការមូលបត្រកម្ពុជាស្ដីអំពីយន្តការនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងដើម្បីស្វែងយល់លម្អិតអំពីដំណើរការ IPO នេះបាទតកតងទៅនឹងដំណើរការ book bidding ខ្ញុំចង់បញ្ជាក់ត្រង់នឹងតិចដែរពីព្រោះថារដ្ឋកោស្វយ័តក្រុងភ្នំពេញទើបតែបានបញ្ចប់ដំណើរការហ្នឹងខ្ញុំចង់សួរថាតើនៅក្នុងដំណើរការធ្វើ book bidding ហ្នឹងអ្នកណាខ្លះដែលអាចចូលរួមបានហើយដើម្បីចូលរួមបានហ្នឹងតើត្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះបាទដើម្បីចូលរួមក្នុងដំណើរការ book bidding នេះគឺគ្រប់វិនិយោគិនទាំងអស់ទាំងជានីតិបុគ្គលឬជារូបវន្តបុគ្គលមានសិទ្ធិចូលរួមក្នុង book bidding ដោយមិនមានកំហិតលើកលែងតែមានស្ថាប័នមួយចំនួនដែលចូលរួមក្នុងការងារបោះផ្សាយមូលបត្រជាសាធារណៈនេះតើតើនឹងរឿងលក្ខខណ្ឌនេះដើម្បីចូលរួមក្នុងដំណើរការ book bidding នេះវិនិយោគិនដែលចូលរួមក្នុង book bidding ត្រូវបំពេញពាក្យស្នើសុំចូលរួម book bidding ដែលកំណត់ដោយគោមកកហើយវិនិយោគិនត្រូវជ្រើសរើសថ្លៃមួយក្នុងចំណោះថ្លៃនៃថ្លៃមូលបត្រកម្មសិទ្ធិដែលគេហៅឈ្មោះថា price range នៅក្នុងឯកសារផ្ដល់ព័ត៌មានដែលទទួលបាននូវការអនុញ្ញាតជាគោលការណ៍ពីគោមកកព្រមទាំងចំនួនមូលបត្រកម្មសិទ្ធិដែលមានបំណងចង់ធ្វើបរិវិសាសកម្មហើយវិនិយោគិនដែលចូលរួមក្នុងដំណើរការ book bidding នេះត្រូវតម្កល់ប្រាក់កក់ 10% នៃថ្លៃមូលបត្រកម្មសិទ្ធិសរុបដែលបានបំពេញក្នុងពាក្យស្នើសុំចូលរួម book bidding នេះចង់បញ្ជាក់កន្លែងនេះមួយថាតើរដ្ឋកោទឹកក្រុងភ្នំពេញនៅពេលដែលរៀបចំបោះមូលបត្រហ្នឹងបានកំណត់ថ្លៃមូលបត្រដែលចង់លក់ហ្នឹងរវាងពីប្រមាណរៀលទៅប្រមាណរៀលដែរបាទបច្ចុប្បន្នរដ្ឋកោទឹកភ្នំពេញបានកំណត់ថ្លៃក្នុងការចូលរួម book bidding នេះពីតម្លៃ4050ទៅ6350រៀលក្នុងមួយមូលបត្រកម្មសិទ្ធិដំណាក់កាល book bidding របស់រដ្ឋកោទឹកហ្នឹងយើងដឹងថាទើបបានបញ្ចប់កាលពីថ្ងៃទី13ខែមីនាហើយបើតាមគម្រោងគេនឹងប្រកាសជូនដំណឹងអំពីវិនិយោគិនដែលទទួលជោគជ័យក្នុងការធ្វើ book bidding ហ្នឹងចង់ដឹងថាតើនៅក្នុងករណីណាដែលវិនិយោគិនគាត់អាចទទួលជោគជ័យក្នុង book bidding ហ្នឹងបាទវិនិយោគិនដែលទទួលជោគជ័យនៅក្នុង book bidding គឺសំដៅទៅដល់វិនិយោគិនដែលបានដាក់ថ្លៃខ្ពស់ជាងឬស្មើថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើលក់គេហៅថា offering price ហើយថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើលក់ត្រូវគណនាដោយប្រើប្រាស់នៅបច្ចេកទេសថ្លឹងរកមធ្យមភាគលើមូលដ្ឋានថ្លៃនិងចំនួនមូលបត្រកម្មសិទ្ធិដែលវិនិយោគិនត្រូវបំពេញក្នុងពាក្យស្នើសុំចូលរួម book bidding វិនិយោគិនដែលគាត់ទទួលបានជោគជ័យ
ថាគាត់មានកាតព្វកិច្ចត្រូវតែទិញមូលបត្រដែលបានកំណត់ក្នុងពាក្យសុំធ្វើ book bidding ហ្នឹងឬក៏គាត់អាចអត់ទិញបានបាទក្នុងករណីវិនិយោគិនដែលគាត់ទទួលបានជោគជ័យនៅក្នុង book bidding នេះហើយក្នុងច្បាប់នេះគេចែងថាគួរតែដាក់ពាក្យស្នើសុំធ្វើបរិយាកាសកម្មមូលបត្រហើយក្នុងរយៈពេលធ្វើបរិយាកាសកម្មករណីមានវិនិយោគិនដែលទទួលបានជោគជ័យក្នុង book bidding បានធ្វើបរិយាកាសកម្មលើសពីមូលបត្រកម្មសិទ្ធិដែលបានលៃបំរុងសម្រាប់ធ្វើ book bidding ហើយមានវិនិយោគិនដែលទទួលបានជោគជ័យក្នុង book bidding ប៉ុន្តែมันបានដាក់ពាក្យស្នើសុំធ្វើបរិយាកាសកម្មឬក៏មិនទាន់ដាក់ពាក្យគាត់ក៏អាចដកប្រាក់កក់ 10% វិញបានដែរបាទចំពោះចំនួនវិញដែលលោកបានជម្រាបជូនខាងលើអញ្ចឹងថានៅពេលដែលគាត់ធ្វើ book bidding គាត់បានឲ្យទាំងតម្លៃហើយគាត់ទាំងចំនួននៃមូលបត្រដែលគាត់ចង់ទិញនៅពេលដែលគាត់បានទទួលជោគជ័យហើយបើសិនជាគាត់ចង់ទិញហើយគាត់ចង់ទិញលើសពីចំនួនដែលគាត់បានកំណត់នៅពេលដែលគាត់ធ្វើ book bidding តើអាចទិញលើសពីនឹងបានដែរឬក៏អត់បាទករណីវិនិយោគិនទទួលបានជោគជ័យក្នុង book bidding នេះហើយមានចំនួនច្រើនលើសលប់ទាំងនីតិបុគ្គលឬរូបវ័ន្តបុគ្គលហើយបានធ្វើបរិយាកាសកម្មចំនួនមូលបត្រលើសលប់ពីចំនួនមូលបត្រដែលបានបំរុងទុកសម្រាប់ធ្វើ book bidding គឧកអាចពិចារណាក្នុងការបែងចែកនៅមូលបត្រមិនឲ្យលើសពី 2/3 នៃមូលបត្រដែលបានបំរុងទុកសម្រាប់វិនិយោគិនដែលមិនបានជោគជ័យនិងវិនិយោគិនដែលមិនបានចូលរួមក្នុង book bidding ត្រូវបែងចែកទៅឲ្យវិនិយោគិនដែលបានទទួលជោគជ័យអញ្ចឹងចង់បញ្ជាក់កន្លែងហ្នឹងទៀតថាវិនិយោគិនដែលធ្វើ book bidding ទៅមិនទទួលជោគជ័យគាត់នៅតែអាចទិញមូលបត្របានដែរបាទក្នុងសំណួរនេះបាទចំពោះវិនិយោគិនដែលមិនទទួលជោគជ័យវិញក្នុង book bidding បាទគាត់នៅតែមានបំណងបន្តធ្វើបរិយាកាសកម្មគាត់អាចធ្វើបរិយាកាសកម្មមូលបត្រកម្មសិទ្ធិបាទដោយត្រូវតម្កល់ប្រាក់បន្ថែមដើម្បីបង្គ្រប់ទៅតាមនឹងទំហំនៃបរិយាកាសកម្មមូលបត្រកម្មសិទ្ធិដែលបានធ្វើហើយបើសិនជាគាត់មិនចង់ទិញតើគាត់អាចដកលុយកក់របស់គាត់មកវិញបានដែរឬក៏អត់បាទក្នុងករណីដែលវិនិយោគិនបាទគាត់មិនទទួលជោគជ័យក្នុង book bidding ហើយគាត់មិនមានបំណងនឹងបន្តធ្វើបរិយាកាសកម្មមូលបត្រគាត់មានសិទ្ធិពេញលេញបាទទទួលប្រាក់នៅប្រាក់កក់ 10% មកវិញតកតងទៅនឹងវិនិយោគិនដែលមិនបានចូលរួមធ្វើ book bidding សោះតាមពីដើមមកនៅពេលដែលកំណត់តម្លៃរួចហើយតើគាត់អាចចូលរួមទិញឬភាសាបច្ចេកទេសថាបរិយាកម្មហ្នឹងគាត់អាចនៅតែទិញនៅក្នុងដំណាក់កាលធ្វើ IPO នឹងដែរឬក៏ទេហើយបើសិនជាអាចធ្វើបានធ្វើមិនដើម្បីអាចចូលរួមទិញបានមុននឹងបកស្រាយនៅសំណួរនេះបាទខ្ញុំបាទសូមលើកយកនៅកថាខណ្ឌទី2បាទនៃគោលការណ៍ណែនាំស្ដីអំពីការធ្វើ book bidding និងការធ្វើបរិយាកាសកម្មមូលបត្រកម្មសិទ្ធិដែលចេញដោយគឧកដែលចែងថាដើម្បីជំរុញឲ្យវិនិយោគិនចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ book bidding ក្នុងគោលដៅធានាថាថ្លៃមូលបត្រកម្មសិទ្ធិបានឆ្លុះបញ្ចាំងតម្រូវការទីផ្សារមូលបត្រកម្មសិទ្ធិដែលត្រូវដាក់ឲ្យធ្វើ book bidding មានចំនួន 70% នៃមូលបត្រកម្មសិទ្ធិសរុបដែលនៅសល់បន្ទាប់ពីការលៃបំរុងទុកសម្រាប់ជូនបុគ្គលិកករណីក្រុមហ៊ុនបោះផ្សាយមានគោលនយោបាយលើកទឹកចិត្តតាមរយៈការលក់មូលបត្រកម្មសិទ្ធិជូនបុគ្គលិកដោយឡែកមូលបត្រកម្មសិទ្ធិដែលនៅសល់ចំនួន 30% ទៀតគឺត្រូវលៃបំរុងទុកសម្រាប់ការធ្វើបរិយាកាសកម្មដោយវិនិយោគិនដែលមិនបានជោគជ័យក្នុង book bidding និងវិនិយោគិនដែលមិនបានចូលរួមក្នុង book bidding បាទដោយយោងទៅតាមកថាខណ្ឌនេះបាទវិនិយោគិនដែលមិនបានចូលរួមធ្វើ book bidding គាត់នៅតែអាចចូលរួមទិញមូលបត្រក្នុងដំណាក់កាល IPO នេះបានគាត់ត្រូវបង្កប់ប្រាក់យ៉ាងតិច 100% នៃទំហំមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើបរិយាកាសកម្មនេះបាទសូមអរគុណលោកថៃស្វារៀមដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីដំណើរការនៃការធ្វើ IPO ហើយខ្ញុំសូមបញ្ជាក់ថាលោកថៃស្វារៀមគឺជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគមួយឈ្មោះថា Iris Securities សូមអរគុណលោកថៃស្វារៀមបាទសូមអរគុណ